ពុទ្ធល្អអ្នកមានគុណបានខិតខំរកប្រាក់សម្រាប់ចំណាយចំពោះការសិក្សារបស់កូនដូច្នេះយើងត្រូវខំសិក្សានិងគោរពលោកព្រមទាំងជួយចិញ្ចឹមគាត់វិញឲ្យសមជាកូនកតញ្ញូរឿងកុមារចេះសន្សំសំចៃថ្ងៃមួយពេលចេញលេងសំណាងនិងសុភីបានអង្គុយនិយាយគ្នាក្រោមម្លប់ឈើតំណាងសំណាងនិយាយទៅកាន់សុភីពេលដែលខ្ញុំខ្ចីសៀវភៅមេរៀនឯងមើលខ្ញុំឃើញមានស្នាមហែកនិងគូសវាលេងផ្ដេសផ្ដាស់ទៀតផងសុភីមែនឬសំណាងមែនសុភីឯងមិនត្រូវគូសវាក្នុងសៀវភៅមេរៀននិងហែកក្រដាស់បាត់លេងឬសរសេររំលងសន្លឹកទេឯងត្រូវសរសេរឲ្យដល់សន្លឹកចុងក្រោយសិនចាំបដូរសៀវភៅថ្មីសុភីសំណាងខ្ញុំអរគុណឯងណាស់ដែលបានជួយប្រាប់និងរំលឹកពីរបៀបថែរក្សារបស់ប្រើប្រាស់និងសន្សំសំចៃខ្ញុំនឹងធ្វើតាមឯងចាប់ពីពេលនោះមកសុភីចេះសន្សំសំចៃទាំងប្រាក់កាសនិងរបស់ប្រើប្រាស់ផ្សេងដូចសំណាងដែរទឹកជំនន់នៅភូមិខ្ញុំកាលពីខែមុនមានភ្លៀងធំធ្លាក់ជាប់គ្នាច្រើនថ្ងៃឥតស្រាកស្រានភូមិមួយចំនួនត្រូវលិចលង់ស្ទើរតែទាំងអស់នៅតាមផ្លូវកម្ពស់ទឹកបានឡើងដល់1 ម៉ែត្រអ្នកភូមិខ្ញុំបាននាំគ្នាជញ្ជូនកូនចៅសត្វមហានាគគោក្របីនិងទ្រុបមាន់ទាព្រមទាំងសម្ភារៈប្រើប្រាស់សំខាន់ទៅកាន់ទីទួលសុវត្ថិភាពទឹកជំនន់ឆ្នាំនេះបានបង្កគ្រោះរាយជាច្រើនធ្វើឲ្យប៉ះពាល់បាត់បង់អាយុជីវិតមនុស្សសត្វខូចខាតសម្បត្តិផ្ទះសម្បែងសាលារៀនមណ្ឌលសុខភាពស្រូវដំណាំនិងស្ពានផ្លូវយ៉ាងធ្ងន់ធ្ងរទឹកជំនន់បាននាំគ្នាជាមួយនៅកាកសំណល់និងលាមកគ្រប់ប្រភេទដែលជាហេតុបណ្ដាលឲ្យមានជំងឺរាគដល់អ្នកដែលខ្វះអនាម័យក្រោយគ្រោះមហន្តរាយនេះយើងឃើញមានក្រុមសង្គ្រោះបានរុករកអ្នករងគ្រោះពីការជាតិគ្រប់គ្រងគ្រោះកាកបាទក្រហមកម្ពុជាអង្គការមនុស្សធម៌ជាតិអន្តរជាតិនិងសម្បរោះជនជាច្រើនទៀតបានចុះអួតស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់នានាដើម្បីសម្រួលទុក្ខលំបាកនៃជនរងគ្រោះនិងបានណែនាំប្រជាជននៅពេលមានទឹកជំនន់ឲ្យញ៉ាំទឹកឆ្អិនជានិច្ចដើម្បីត្រៀមបង្ការជាមុនពេល
មានគ្រោះទឹកជំនន់យើងត្រូវត្រៀមសម្ភារៈសង្គ្រោះទីទួលសុវត្ថិភាពសាងសង់ផ្ទះសាលារៀនឲ្យខ្ពស់ផុតពី